អើយអាល្ងងខ្មោចយើងគ្មានសាច់ឈាមទេគេមើលមិនសូវឃើញទេដឹងអត់ហើយប៉ះក៏មិនត្រូវដែរបើឯងចង់លងគេឯងត្រូវប្រើខួរក្បាលអូឃើញអត់ឃើញទេឃើញកៅទឹកវាច្រឡាត់តិចតិចហើយនៅឃើញអត់អូងាយតើឯងហោះទៅចិត្តតូបប្រហិតជៀនរួចហិតក្លិនវាទៅក្លិនចូលតាមច្រមុះឆ្អែតដល់ខួរដកដង្ហើមធំពីរដងរួចរាល់ដកដង្ហើមវែងវែងឆ្អែតមួយថ្ងៃរឿងអាមីខ្មោចជើងចាស់ណែអាតន់ហើយឯងកើតស្អីអង្គុយធ្វើមុខដូចគេជាពាក់លុយអញ្ចឹងយើងជាខ្មោចហើយណាលែងមាន stress រឿងបង់ថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងទៀតហើយដូច្នេះឯងគួរតែសប្បាយចិត្តបងមីខ្ញុំមានអារម្មណ៍ថាដូចខកចិត្តអាម៉េចមិនដឹងទេកាលនៅរស់ខ្ញុំគិតថាធ្វើខ្មោចមានសាច់មានឈាមមុខគួរឲ្យខ្លាចអាចដើរបន្លាចគេឲ្យរត់បាត់ជើងតូចបាត់ជើងធំបានមើលចុះពួកយើងឥឡូវមើលគ្មានសាច់គ្មានឈាមគ្មានឆ្អឹងមានតែខ្យល់ស្ដើងស្ដើងនឹងហួចុះឯងចង់បានសាច់ឈាមយកមកធ្វើស្អីស្មុកស្មាញណាស់អាក្អូនគ្មានសាច់ឈាមនឹងហើយវាល្អនោះល្អស្អីបងកាលពីអាងាចមិញខ្ញុំខំប្រឹងទៅពួនក្នុងបន្ទប់ទឹកផ្ទះអ្នកជិតខាងដល់ពេលគាត់ចូលមកខ្ញុំខំប្រឹងធ្វើមុខគួរឲ្យខ្លាចហើយស្រែកថាហាអញមកយកជីវិតឯងហើយដឹងតែគាត់ប្រតិកម្មមកវិញយ៉ាងម៉េចអត់គាត់រត់មែនទេរត់ស្អីបងគាត់ដើរកាត់ខ្លួនខ្ញុំដូចដើរកាត់ខ្យល់ដង្ហើមអញ្ចឹងគាត់ថែមទាំងនិយាយថាថ្ងៃនេះខ្យល់ត្រជាក់ល្អមែនរួចគាត់ក៏បិទភ្លើងដេកបាត់ខ្ញុំឈរអន់ចិត្តម្នាក់ឯងក្នុងទីងងឹតរហូតទល់ភ្លឺអើយអាល្ងងខ្មោចយើងគ្មានសាច់ឈាមទេគេមើលមិនសូវឃើញទេដឹងអត់ហើយប៉ះក៏មិនត្រូវដែរបើឯងចង់លងគេឯងត្រូវប្រើខួរក្បាលប្រើមិនទៅបងបើគ្មានសាច់ឈាមបង្ហាញគេផងនឹងចាំមើលរៀមច្បងបង្ហាញស្នាដៃណាអូឃើញអត់ឃើញទេឃើញកៅទឹកវាច្រឡាត់តិចតិចហើយនៅឃើញអត់ចុះបើខ្យល់បក់មកកៅនឹងក៏វាច្រឡាត់ដែរតើមានអីប្លែកទៅយ៉ាហ៊ីអានេះឆ្ងល់ច្រើនម្ល៉េះបើគ្មានសាច់គ្មានឈាមឯងដឹងតែពួកយើងមានចំណុចប្រៀបអ្វីខ្លះទេ1មិនបាច់ទិញខោអាវស្លៀកពាក់2មិនបាច់កក់សក់3សំខាន់បំផុតបើមានខ្មោចផ្សេងមកវាយធ្វើបាបយើងអត់ឈឺព្រោះវាយត្រូវតែខ្យល់ហ្នឹងចុះបើខ្ញុំឃ្លានបាយធ្វើអ្មិញកាលនៅរស់ខ្ញុំចូលចិត្តញ៉ាំប្រហិតចៀនណោះអូងាយតើឯងហោះទៅចិត្តតូបប្រហិតចៀនរួចហិតក្លិនវាទៅក្លិនចូលតាមច្រមុះឆ្អែតដល់ខួរដកដង្ហើមធំពីរដងរួចរាល់ដកដង្ហើមវែងឆ្អែតមួយថ្ងៃហិតក្លិនឆ្អែតបងឯងនិយាយដូចស្រួលណាស់ចុះបើខ្ញុំចង់ទៅពីចង់ទៅពីខ្យល់ទៅដោះកុំនិយាយច្រើនយប់នេះអញនាំឯងទៅរៀនបច្ចេកទេសលងកម្រិតខ្ពស់បច្ចេកទេសអីទៅបងបច្ចេកទេសបិទដង្ហែលនិងចុចតេឡេបង្កកទូរទស្សន៍ធានាថាម្ចាស់ផ្ទះច្បាស់ជាព្រឺសម្បុរយើងមិនចាំបាច់ប្រើសាច់ឈាមអីទេតោះហោះស្ទុយនៅវេរ៉ង់ដាផ្ទះល្វែងមួយកន្លែងវេលាម៉ោង1រំលងអាត្រៀនអាមីនិងអាតុនកំពុងអណ្ដែតតោងខ្សែភ្លើងនៅមុខផ្ទះគេបងមីឃើញពីអ្នកនងអន់គាត់កំពុងអង្គុយមើលរឿងភាគយ៉ាងស្ងប់ស្ងាត់បងឯងថាបច្ចេកទេសចុចតេឡេទូរទស្សន៍នឹងតើធ្វើអ្មិចទៅមេរៀនទី1ឯងត្រូវអណ្ដែតទៅចិត្តទូរទស្សន៍រួចហើយប្រើធម្មពលផ្លូវចិត្ត
ប្រមូលផ្ដុំនៅចុងម្រាមដៃរួចហើយចុចអាមីហោះចូលតាមប្រហោងទ្វាររួចប្រឹងលាតដៃចុចប៊ូតុងទូរទស្សន៍ស្រាប់តែទូរទស្សន៍បដូរប៉ុស្តិ៍ទៅជារឿងខ្មោចទៅវិញវ៉ាវជោគជ័យហើយបងពីរនាក់នឹងច្បាស់ជាភ័យរត់បះសក់ហើយប៉ុន្តែលទ្ធផលមិនដូចជាការគិតឡើយលោកតាបានទាញតេឡេមកបដូរប៉ុស្តិ៍វិញហើយធ្វើមុខស្មើណែអាចៅទោះនេះវាចាស់ណាស់ទៅហើយសេវាវាឡប់យ៉ាងម៉េចមិនដឹងទេណាហើយមិនអីទេចាំស្អែកចាំអញហៅជាងឲ្យមកមើលហើយកុំភ្លេចប្រាប់ជាងឲ្យគេដូរតេឡេថ្មីឲ្យផងណាលោកតាព្រោះដូចជាញាក់យ៉ាងម៉េចមិនដឹងទេហើយយ៉ាងម៉េចឲ្យបងមីគេថាតេឡេនឹងចាស់ចេញមកញាក់យ៉ាងម៉េចមិនដឹងទេហើយចុះធម្មពលផ្លូវចិត្តបងឯងទៅណាអស់ហើយនឹងនឹងមកពីតាហើយនឹងចៅនឹងតសៃប្រសាទរឹងមាំពេកទេតោះអញ្ចឹងមកជួបមេរៀនទី2វិញបច្ចេកទេសបើកបិទដង្ហែលអានេះហ៊ានធានាថាព្រឺឆ្អឹងខ្នងណាហ្មងអាមីហោះទៅឈរក្បែរកង្ហាបញ្ឈរមួយដែលកំពុងវិលលេខ1រួចប្រឹងប្រើខ្យល់ដង្ហើមផ្លុំធ្វើឲ្យកង្ហាបង្កើនល្បឿនទៅលេខ3រួចបង្វិលចុះឡើងយ៉ាងលឿនលើកនេះប្រកាសជាព្រឺសបល់ហើយអូយយប់ជ្រៅទៅហើយតិចណាស់លោកតាទៅបើកកង្ហាលេខ3ធ្វើអីញ័រទៅត្រឹកអស់ហើយអញណាបានបើកនោះមកពីកង្ហាចិនវាថោកនឹងហើយណាហើយបើថាឯងតិចពេកតោះបិទភ្លើងដេកលោកតាដើរទៅដកដុយកង្ហាចោលរួចបិទភ្លើងផ្ទះងងឹតឈឹងបងមីខ្ញុំមានអារម្មណ៍ថាធ្វើជាខ្មោចគ្មានសាច់ឈាមនៅសម័យនេះដូចជាគ្មានតម្លៃទាល់តែសោះគេមិនភ័យមិនខ្លាចថែមទាំងបន្ទោសឧបករណ៍អេឡិចត្រូនិកទៀតហើយពួកគេប្រហែលជាមិនស្គាល់ខ្មោចជើងចាស់ទេមើលទៅមកមេរៀនចុងក្រោយបច្ចេកទេសបន្លាចតាមសមោលគ្មានសាច់គ្មានឈាមមែនប៉ុន្តែយើងអាចធ្វើឲ្យសមោលយើងធំដូចរ៉ូបូតបានធ្វើអ្ហ្មិចទៅបងឯងទៅឈរពាំងមុខអំពូលភ្លើងផ្លូវនៅក្រៅផ្ទះឲ្យសមោលចូលតាមបង្អួចអាតុនក៏ហោះទៅឈរពាំងមុខអំពូលភ្លើងនៅក្បែរផ្លូវស្រមោលខ្មោចវិញអន្លាយចាំងចូលតាមបង្អួចបន្ទប់គេងចៅឯងមើលទៅក្រៅទៅមើលស្អីគេលោកតាឆ្មាស្រុកយើងឥឡូវនេះធំម្ល៉េះវ៉ៃឈរពាំងពលឺភ្លើងបាត់ស្អែកដាញ់វាចេញទៅបងមីខ្ញុំថាពួកយើងទៅរកហិតក្លិនប្រហិតជៀនវិញល្អជាងអីធ្វើខ្មោចសម័យនេះអត់មានអនុភាពស្អីបន្តិចសោះហើយតែអញមិនយល់ស្របទេប៉ុន្តែតោះទៅហិតក្លិនប្រហិតលេងទៅលើកក្រោយចាំយើងទៅលងអ្នកភ័យខ្សោយវិញ